ស្លជីឆាយស្រួលធ្វើឲ្យឆ្ងាញ់អត់ញ៉ៃញ៉ៃគ្រឿងក្រើអីច្រើនទេស្លអំផ្លែតបានញ៉ាំហត់ទឹកស្លដូចបានហត់ទឹកស៊ុបចឹងប៉ះទៅតែបានឈុតកេងថ្មីផងមានណាកេងជ្រុលមកមានតែស្លជីឆាយឯងលឿនហើយឆ្ងាញ់ក្នុងស្លមួយឆ្នាំងហ្នឹងមានបន្លែក៏ច្រើនតៅហូផងសាច់ផងយ៉ាងហ្នឹងធ្វើជីឆាយនឹងផ្លែបន្តិចដាក់បកងបងប្អូនព្រោះអ្នកផ្ទះចូលចិត្តញ៉ាំខុសគ្នាអ្នកចូលចិត្តគ្រឿងសមុទ្រម្នាក់ទៀតចូលចិត្តញ៉ាំលេបថាឆ្អឹងស៊ុបអញ្ចឹងដាក់ទាំងពីរហ្មងគ្រឿងក្រៅដាក់ទឹកត្រីម្សៅស៊ុបបន្លែបន្តិចទៅអំបិលបន្តិចបិទក្របឆ្នាំងដាក់ភ្លើងរ៉ាក់រ៉ាក់ងាស់10នាទីអីហ្នឹងឆ្អឹងរបស់យើងផុយល្អហើយបន្លែធ្វើរដងភាគច្រើនដាក់ការ៉ុតទៅហូរហើយផ្សិតដល់បងប្អូនញ៉ាំចិត្តញ៉ាំផ្សិតអីដាក់ផ្សិតហ្នឹងទៅតាមការចូលចិត្តហ្មងសម្រាប់បន្លែក៏យើងបែងចែកដែរបន្លែណាក្រផុយយើងដាក់ងាស់មុនតែហូរផ្សិតនិងការ៉ុតយើងដាក់ងាស់ចូលទៅណាគ្នាតាមផ្លេតហ្នឹងគ្រឿងក្រៅរបស់យើងរៀបចំឲ្យអស់ត្រឹមតែកាត់បកគីហើយអីហើយឆ្អឹងស៊ុបកផុយបន្លែកផុយល្មមជីឆាយយកមកដល់យើងរោលវាជាមួយនឹងភ្លើងគោះឲ្យវាជ្រុះសាច់ឲ្យអស់បើយើងត្រាំធម្មតាជ្រុះអត់ទេបន្លែបើយើងឆ្អិនតែអញ្ចឹងដាក់បកងចូលមកសម្រាប់បកងនេះហើយយើងស្ងោរឲ្យឆ្អិនខ្លាំងពេកអស់សាច់អត់ឆ្ងាញ់ទេបងប្អូនគៀប្រូតេអ៊ីនចេញអស់មកពេលស្លរៀបលើចាប់បងជីឆាយចូលរោយស្លឹកខ្ទឹមចិត្តញ៉ាំពងទាដាក់ពងទាចិត្តញ៉ាំពងមាន់ដាក់ពងមាន់ស្ដាយបងប្អូនដាក់ពងមាន់ទៅពេលគ្រាន់តែកាយវាតិចទៅបែកវល់ពេញនឹងចិត្តញ៉ាំឲ្យវាថាពងនៅដុំហ្មងក្នុងស្លហ្នឹងបន្ថែមពងទាចូលមកគ្រាប់ទៀតដើម្បីឲ្យពងវានៅមកដុំមូលហ្មងតែប៉ុណ្ណឹងហើយបាត់ហើយស្លជីឆាយនេះហើយយើងញ៉ាំពេលព្រឹកអត់អស់ក៏ដៅទុកញ៉ាំល្ងាចទេក៏នៅតែឆ្ងាញ់ដែរឈុតគេខ្ញុំបានកំងពី page Lee Fashion បងប្អូនអាចចូលមើលម៉ូដបានសាច់កណាត់ពាក់ឡើងត្រជាក់ហើយយើងបោកនឹងម៉ាស៊ីនហ្នឹងក៏មានរស័ព្ទសាច់កណាត់ដែរឈុតគេចេញពីហាងគាត់ទំហំពេញខ្នាតមានពី40គីឡូរហូតដល់130គីឡូបងប្អូនគីឡូធំដល់ឲ្យស្លៀកត្រូវហើយព្រោះអវ៉ាន់របស់គាត់ទំហំពេញខ្នាតមានឡាយមនុស្សប្រុសឡាយមនុស្សស្រីយើងចង់ស្លៀកបែបគ្រប់ផលក៏បានដែរស្លៀកឈុតកេហ្នឹងទៅមានអារម្មណ៍ថាស្រួលខ្លួនណាវាត្រជាក់ហើយវាទន់ឡោះហើយស្រួលបោកទៀតយើងបោកនឹងម៉ាស៊ីនអត់មានជ្រួញសាច់កណាត់ទេឡោះល្អហ្មងមាន3ឡាយផ្កាឡាយលាតឡាយតុក្កតាដូចខ្ញុំពាក់មុនហ្នឹងយើងទៅចការធ្វើការងារផ្ទះអីបានមកស្រួលហ្មងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទៅអ្នកតំណងតាម page របស់គាត់បានណាអរគុណចា៎បងប្អូនបាយបាយបងប្អូននៅចាំអត់ហូបដុតឆាដំបងមួយចានមែនខ្ញុំធ្លាប់ហូបដំបងមកអស់មួយចាន500ដុតឆាបងប្អូនម្ហូបខ្លះធ្វើញ៉ាំមិនមែនត្រឹមតែញ៉ាំឆ្ងាញ់ទេថែមទាំងរំលឹកដល់អតីតកាលយើងទៀតពីមុនគេប្រកាន់ពីសម្ដីណានិយាយត្រង់ធ្វើត្រង់តែមកដល់សម័យនេះតើចេះសម្ដែងបានមានអ្នកចូលចិត្តច្រើនយូរទៅទាំងខ្ញុំទាំងគេបែងចែកលេងទាំងអស់មិនដឹងអ្វីពិតអ្វីមិនពិតបើពិតដូចពិតមិនពិតដូចពិតអញ្ចឹងវល់ក្បងដឹងតែថាខ្ញុំនិយាយអីចិត្តនិយាយត្រង់ដូចធ្វើអីមួយអញ្ចឹងតតែច្បាស់ដោយទឹកត្រីផ្អែមរបស់យើងដាក់គ្រឿងច្បាស់ប្រើទឹកកន្លះលីត្រស្ករស3ខាំដាំរហូតដល់តាទឹកពុះស្ករយើងនៅលាយល្អសិនទឹកត្រីយើងធ្វើនេះមិនថាតាស្រូបរសឆាទេស្រូបបាញ់សុងបាញ់ហុយបានទាំងអស់អត់តលាយគ្រឿងទេយើងទុកទឹកស្ករឲ្យត្រជាក់ទឹកត្រីនេះប្រើបានច្រើនបើសិនជាបងប្អូនធ្វើទុកយូរមិនបាច់ប្រើបន្លែខ្ទឹមអីចូលក្នុងហ្នឹងទេយើងលាយតែទឹកត្រីហើយច្រកដបក្លាសេឬមកទុកក្រៅទូក៏អត់ខូចដែរទុកចោល3-4ខែក៏នៅតែញ៉ាំបានយើងមានការ៉ុតខ្ទឹមសខ្ទឹមក្រហមហាន់ល្អិតចេញមកតែហឹលតាមការចូលចិត្តទឹកត្រី350 ml យើងចាក់នៅពេលដែលស្ករយើងចុះត្រជាក់ទឹកខ្មេះដាក់មើលភ្លក់តាមបេះដូងក្បួនទឹកត្រីរបស់យាយធ្វើចាំមកភ្លេចទេតែផ្ទះខ្ញុំអត់ធ្វើលូតឆាអត់ដែរចោលកញ្ឆាយទេហើយកញ្ឆាយនៅក្រៅផ្ទះក៏ដាំដាច់ដែរដាំទៅលើដីមានផែនការមកលាស់ល្អយកទៅណាមិនអស់លោតយកមកដល់យើងប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មៅហើយថែមប្រេងឆាបន្តិចទៅច្របល់វាឲ្យសព្វពណ៌ងាយស្រួលធ្វើណាបងប្អូនអត់ពិបាកទេឲ្យតែថាយើងលាយទឹកត្រីទុកចឹងទៅចង់ញ៉ាំលូតឆាបាញ់ឆាបាញ់សុងបាញ់ហុយអីមានតែបន្លែមានទៅនេះមកធ្វើបានបាត់ហើយដាក់ពងមាន់ច្រកភ្នៅមិនឆ្ងាញ់ទឹកប្រឡាក់សាច់ខុនដែលបងប្អូនយកទៅឆាលូតក៏បានដែរប៉ុន្តែមិនប្រើច្រើនទេយើងយករសជាតិរៀងស្រាលចឹងដាក់មួយស្លាបព្រាឆាបាន2ចានបើឆាម្ហូបធម្មតាមួយចានតូច2 ទៅ 3 ស្លាបព្រាឆាមីកាតាំងឆាបាយឆាបន្លែឆាគ្រឿងក្លែមប្រឡាក់សាច់បាយស្រូបមានទឹកជ្រលក់ស្រេងកាពិផានៅម្ទេសឆាបាគាយកទៅដល់ញ៉ាំមួយបាយបានបណ្ដោយបងប្អូនចង់យកមុខមួយណាក៏បានដែរឬមួយក៏ចង់បានជាឈុតធំហ្មងប្រូម៉ូសិនពិសេសមហាសានចំណេញចង់បានឈុតមួយណាខ្លះឆាចូលរសឆាបើយើងថែមបន្លែរួចហើយចាក់ទឹកជាចូលមកបន្តិចទៅកន្លោះមក2-3ត្រឡប់បន្លែឆ្អិនហើយបានបន្ថែមតំពងពីលើនឹងមកបាច់ជំនាញសាច់ក៏បានដែរទឹកត្រីរបស់យើងរសជាតិមកល្មមអត់ប្រៃអត់ផ្អែមពេកទេដាក់ជាមួយលូតឆាមកឆ្ងាញ់ទោះយើងស្រូបច្រើនប៉ុណ្ណាក៏អត់ប្រៃដែរខ្សែលូតរបស់យើងមានជាតិស្រាប់ដាក់ទឹកត្រីឆ្ងាញ់ទៀតមកត្រូវគ្នាអត់ទោះហើយលូតឆាបងប្អូនសម្រាប់ព័ត៌មានបន្ថែមបងប្អូនឆាតចូល page ណាអរគុណច្រើនបងប្អូនបាយបាយ